បទជប់បាញ់នៅមជ្ឈមបូព៌ាកំពុងស្ថិតនៅមាត់ជ្រោះបន្ទាប់ពីអ៊ីរ៉ង់បដិញ្ញាឆ្លើយតបនឹងការរឹបអូសនាវារបស់អាមេរិកសារព័ត៌មាន CNN បានរាយការណ៍ព័ត៌មានដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី20 ខែមេសាថាក្តីបារម្ភកំពុងកើនឡើងដែលបទជប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់អាចនឹងមិនស្ថិតស្ថេរបន្ទាប់ពីក្រុង Washington បាននិយាយកាលពីថ្ងៃអាទិត្យ19 មេសាថាខ្លួនបានរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ដែលព្យាយាមរត់ការរារាំងដោយទីក្រុងតេអ៊ីរ៉ង់បានបដិញ្ញាសងសឹកកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្តិភាពយូរអង្វែងបន្ថែមទៀតនៅមជ្ឈមបូព៌ាហាក់ដូចជាមានភាពរង្គោះរង្គើខណៈដែលអ៊ីរ៉ង់បាននិយាយថាខ្លួននឹងមិនចូលរួមក្នុងការចរចាជុំទី2ដែលសហរដ្ឋអាមេរិកបានសង្ឃឹមថានឹងចាប់ផ្ដើមមុនពេលបទជប់បាញ់រយៈពេល2សប្តាហ៍ផុតកំណត់ក្នុងសប្តាហ៍នេះអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់បាននិយាយថាយើងប្រមានថាកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងឆ្លើយតបនិងសងសឹកនឹងការលួចចម្លងប្រដាប់អាវុធនេះដោយយោធាអាមេរិកដោយជំរុញឲ្យមានការឡើងថ្លៃប្រេងនិងការបើកទីផ្សារភាគហ៊ុនដ៏រញ៉េរញ៉ៃកងទ័ពជើងទឹកអាមេរិកបានបាញ់នឹងរឹបអូសកប៉ាល់ដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ដែលព្យាយាមឆ្លងកាត់ការរារាំងរបស់ខ្លួននៅក្នុងឈូងសមុទ្រអូម៉ង់នេះបើយោងតាមប្រធានាធិបតី Donald Trump យោធាអ៊ីរ៉ង់បានប្រមានថាខ្លួននឹងឆ្លើយតបក្នុងពេលឆាប់ៗនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់កិច្ចខិតខំប្រឹងប្រែងសន្តិភាពប្រឈមមុខនឹងចំណុចជាប់គាំងសំខាន់ជាច្រើនរួមទាំងការគ្រប់គ្រងឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់និងការបើកច្រកសមុទ្រ Hormuz ឡើងវិញដែលការផ្គត់ផ្គង់ថាមពលសកលត្រូវបានគេមើលឃើញស្ទះអស់ជាច្រើនសប្តាហ៍តម្លៃប្រេងបានឡើងថ្លៃកាលពីថ្ងៃអាទិត្យដោយប្រេងឆៅ Brent និងអាមេរិកឡើងថ្លៃចំនួន 7%